31 ខែមីនាឆ្នាំ 2025 យើងនេះតែម្ដងបងប្អូនប្រិយមិត្តយើងនៅវេលាម៉ោង 10 យប់នេះតែម្ដងបាទមិនដឹងថាគាត់បើកបក្នុងស្ថានភាពអ្វីទេក៏យើងអត់ទាន់ដឹងច្បាស់ដែរបងប្អូនប្រិយមិត្តយើងបាទឥឡូវបុកតិចអស់ហើយបងប្អូនប្រិយមិត្តយើងខាងមុខបាទបើកបងឲ្យជាជនជាតិខ្មែរឬមួយជាជនជាតិចិនទេតែអ្នកបង្កហ្នឹងក៏ទៅបាត់ហើយបងប្អូនប្រិយមិត្តយើងហើយសម្ដេចក៏អត់មានផ្លាកលេខទៀតបងប្អូនប្រិយមិត្តយើងបាត់ផ្លាកលេខបាត់ហើយបងប្អូនប្រិយមិត្តយើងឥឡូវខាងរថយន្តស្ទូចក៏គាត់មកដល់ទីតាំងនៅកន្លែងកាត់ហេតុដែរហើយសមត្ថកិច្ចនៃអាជ្ញាធរអ្នកព័ន្ធនៅខណ្ឌមានជ័យក៏គាត់មកដល់ទីតាំងនៅកន្លែងកាត់ហេតុដែរបាទករណីនេះបាទមិនដឹងថាគាត់ដោយសារអ្វីទេបាទគាត់បុកទ្រូងផ្លូវពេញមួយចំហឹងតែម្ដងបាទហើយនេះបងប្អូនបាទគួរទៅហឹងហ្មងបងប្អូនទៅអស់លីងហ្មងបងប្អូនបាទអស់នេះបាទណាងហើយចង់បងប្អូនវិជាប្រវត្តិយើងបាទចំទ្រូងផ្លូវបាទបងប្អូនវិជាប្រវត្តិធ្វើដំណើរឬមួយយ៉ាងម៉េចចឹងរាប់ហ្នឹងដឹងយ៉ាងណាយ៉ាងណីទេបងប្អូនបាទមើលមើលករណីនេះអញ្ចឹងបងប្អូនប្រិយមិត្តយើងទស្សនាឃើញទេបាទឃើញហើយបងប្អូនប្រិយមិត្តទស្សនភាពបាទមើលទៅរីទំនើបបីជ្រើងតែម្ដងបាទហើយផ្លាកលេខបាត់ហើយឬមួយដោះផ្លាកលេខទុកឬមួយយ៉ាងម៉េចក៏យើងអត់ដឹងច្បាស់ដែរបងប្អូនប្រិយមិត្តយើងបាទឥឡូវឡើងស្ទូចទៅមកដល់ទីតាំងកន្លែងកាត់ហេតុដែរបាទយើងមិនដឹងថាដឹកយកទៅណាឬទៅណីទេបងប្អូនប្រិយមិត្តយើងបាទតែបញ្ជាក់ពីសមត្ថកិច្ចនៃអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានថាជាជនជាតិខ្មែរបងប្អូនប្រិយមិត្តយើងបាទជាជនជាតិខ្មែរមិនមែនជាជនជាតិចិនទេតែបាទហើយចំណែកឯឮថាមានអ្នកយកទៅបាត់ហើយបងប្អូនប្រិយមិត្តយើងបាទមានបងប្អូនគេដឹកយកជនដែលបង្កបុករួមផ្លូវហ្នឹងយកទៅបាត់ហើយដល់ឡើយទុកតែរថយន្តចោលនៅកន្លែងកាត់ហេតុទេបាទបងប្អូនប្រិយមិត្តយើងបាទចាំមើលខ្ញុំបញ្ជាក់នឹងសួរទៅខាងឡានស្ទូចគេដឹកយកទៅខាងណាបងប្អូនឡានស្ទូចដឹកបងដឹកទៅណាវិញបងដឹងហ៎ដឹកយកទៅក្រុងហ៎អត់ដឹងដែរបងណាបាទឥឡូវគាត់ក៏អត់ដឹងដែរដឹងតែដឹកហ៎បាទមិនទៅណាទេបាទឥឡូវស្ទូចយកឡើងទៅហើយបងប្អូនប្រិយមិត្តយើងបាទទៅផ្លាកលេខបាត់ហើយដោះផ្លាកលេខដល់អស់ហើយបងប្អូនប្រិយមិត្តយើងហើយរួមអត់ឃើញបរាចរឃើញអីមកតែកិច្ចយើងចូលរួមមួយនៅកន្លែងការហេតុនេះទេបាទគឺបរាចរមកម្នាក់បាទតែចំណែករថយន្តទៅបានស្ទូចយកទៅថាអ្នកស្ទូចឡើងក៏មិនដឹងថាស្ទូចយកទៅណាបាទអត់យល់ករណីនេះបងប្អូនយើងទស្សនាគាត់យើងស្ទូចឡើងទៅហើយបងប្អូនបាទអូយដល់កបាទអាចារ្យនេះកើតឡើងនៅតាមបណ្ដោយផ្លូវចិត្តទីក្នុងទឹកកាត់ចាក់រ៉ែលើខណ្ឌមានជ័យរាជធានីភ្នំពេញនេះតែម្ដងបងប្អូនយើងចូលមុខ160 ម៉ែត្រតែម្ដងបាទបងប្អូនយើងបាទឥឡូវនោះស្ទូចឡើងហើយបងប្អូនបាទបាទមិនឡើងទៅណាទេបងប្អូនយើងនោះបាទខ្ញុំយករដាទុកទៅណាទេតែបញ្ជាក់ពីសមត្ថកិច្ចនៃអាជ្ញាធរពាក់ព័ន្ធថាយកទៅចរាចរណ៍ក្រុងបងប្អូនយើងបាទយើងឲ្យផ្លាកលេខមានទេរថយន្តហ្នឹងបងប្អូនយើងទីអស់ហើយបងប្អូនយើងបាទលេខគេតាអស់ហើយបងប្អូនហើយទេតាមទៅហើយបងប្អូនយើងបាទបងប្អូនយើងបើកបរត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទដូចជាករណីនេះអញ្ចឹងបាទមិនដឹងថាគាត់បើកបរក្នុងស្ថានភាពអ្វីទេបាទឬមួយអីក៏យើងមិនដឹងច្បាស់ដែរហើយបើកបរបញ្ជាក់ពីសមត្ថកិច្ចនៃអាជ្ញាធរពាក់ព័ន្ធថាជាជនជាតិខ្មែរត្រូវមានបានបងប្អូនគេយកទៅបាត់ហើយបាទបណ្ដោះយកទៅបាត់ហើយដល់ឡើយទុករថយន្តចោលនៅកន្លែងកាត់ហេតុហើយរថយន្តក៏ត្រូវលើកឡើងទៅលើរថយន្តស្ទូចដែរបាទហើយបញ្ជាក់សួរពីខាងបងខាងស្ទូចក៏គាត់អត់ដឹងថាយកទៅណាដែរអញ្ចឹងក៏យើងត្រង់តែបើកបរត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទដូចជាករណីនេះអញ្ចឹងបាទនេះសំណាងហើយនឹងចំបងប្អូនជាពលរដ្ឋយើងបាទចំទ្រូងផ្លូវvàចំបងប្អូនយើងធ្វើដំណើរម៉ូតូអីបាទមិនដឹងជាយ៉ាងណាលក់ដូរយ៉ាងណាទេបងប្អូនយើងបាទខ្ញុំបានក៏សូមអនុញ្ញាតដល់ក្រុមពលិរបស់ពុកម៉ែបងប្អូនរកតាមដានកាឡាយដោយសាររថយន្តត្រូវបានស្ទូចឡើងឡានបាត់ហើយបាទខ្ញុំបានសូមអនុញ្ញាតដែរ